ទិវាពលកម្មអន្តរជាតិមួយឧសភាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករនយោជិតដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រពឡើងជារៀងរាល់ឆ្នាំចាប់តាំងពីក្រោយថ្ងៃរំដោះ7មករាឆ្នាំ1979មកតើឆ្នាំ2026នេះរាជរដ្ឋាភិបាលកំណត់ប្រធានបទអ្វីដើម្បីប្រពៃទិវាដ៏មានអត្ថន័យសម្រាប់បងប្អូនកម្មករនយោជិតខណៈស្ថានភាពពិភពលោកបច្ចុប្បន្នមានភាពមិនប្រកបប្រជាជាមួយការផ្ទុះឡើងនៅវិបត្តិជាច្រើនជាពិសេសសង្គ្រាមនៅមជ្ឈមបូព៌ារួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យគឺជាប្រធានបទនៃទិវាមួយឧសភានេះខ្ញុំគិតថាប្រធានបទនេះសំខាន់មែនទែនដោយសារយើងមើលទៅសារសំខាន់គឺការរួមគ្នាដើម្បីកសាងភាពធន់ហើយនាំឲ្យមានការងារសមរម្យទៅទៀតអញ្ចឹងណាចឹងមិនចឹងខ្ញុំគិតថាវាជាចំណុចមួយដែលមានសារៈសំខាន់ទាំងគ្រប់ភាគីទាំងភាគីកម្មករនយោជិតទាំងយោជកទាំងរដ្ឋាភិបាលគឺអត់បានភ្លេចអំពីកម្មករនយោជិតបានន័យថាដើម្បីកសាងភាពធន់តើតើយើងសាមគ្គីភាពគ្នាយើងរួមគ្នាក្នុងការដោះស្រាយបញ្ហាយើងកុំទុកបញ្ហារបស់កម្មករចោលហើយយើងត្រូវមានការសហការគ្នាក្នុងការធ្វើការងារជាមួយគ្នានេះជាភាពចាំបាច់មួយដែលយើងគិតថាយើងមិនអាចអត់មានភាគីណាមួយនៅក្នុងវិស័យការងារយើងត្រូវការរួមកម្លាំងសាមគ្គីភាពគ្នាអ្វីដែលជាចំណុចកត់សម្គាល់របស់ខ្ញុំសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី7នេះគឺយើងឃើញថារាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងក្នុងការគៀកការវិនិយោគផ្ទាល់ពីបរទេសបាទជាច្រើនដែលនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងសំណៅធ្វើពិពិធកម្មសេដ្ឋកិច្ចកម្ពុជាយើងហើយក៏ជាការបង្កើតនៅឱកាសការងារដ៏មានតម្លៃមួយសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរយើងគ្រប់រូបពិតណាស់ទោះស្ថិតក្នុងបរិយាកាសដែលមានការប្រែប្រួលជាសកលក្តីកម្ពុជាបាននឹងកំពុងឈរលើគោលការណ៍ពង្រឹងផ្ទៃក្នុងឲ្យរឹងមាំដើម្បីទប់ទល់នឹងឥទ្ធិពលខាងក្រៅប្រកបដោយចក្ខុវិស័យវែងឆ្ងាយនិងភាពម្ចាស់ការលើជោគវាសនាជាតិទាំងស្រុងក្រោមការដឹកនាំរបស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជារាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់នូវការបដិញ្ញាចិត្តនិងការយកចិត្តទុកដាក់ខ្ពស់ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារសិទ្ធិសេរីភាពអត្ថប្រយោជន៍របបសន្តិសុខសង្គមអត្ថប្រយោជន៍នានារបស់កម្មករនយោជិតនិងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារដែលអាចកើតមានឡើងជាសច្ចានុមត្តសម្ដៅធ្វើឲ្យមានភាពកាន់តែប្រសើរឡើងនៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការអាយដាមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានបំពេញបេសកកម្មយ៉ាងសកម្មក្នុងការប្រែក្លាយបញ្ហាប្រឈមក្នុងវិស័យការងារសន្តិសុខសង្គមនិងបណ្តុះបណ្តាលវិជ្ជាជីវៈទៅជាកលានុវត្តភាពក្រសួងបាននឹងកំពុងរក្សាស្ថិរភាពទីផ្សារការងារឲ្យមានភាពរឹងមាំដោយសម្រេចបាននូវកំណែនៃការចុះបញ្ជីសហគ្រាសថ្មីដែលអាចបង្កើតនិងបង្កើនការងារថ្មីជាច្រើនជូនដល់បងប្អូនកម្មករនយោជិតបើមិនមានការយន្តការរួបរวมគ្នាទេងាកធ្វើកោតកម្មងាកបិទផ្លូវនោះមិនមែនជាយន្តការសម្រាប់ដោះស្រាយចំនួនរវាងភាគីកម្មករនយោជិតនិងនយោជកនោះទេអញ្ចឹងជាយន្តការដែលល្អសម្រាប់យើងទាំងអស់គ្នារក្សាបាននៅការវិនិយោគគឺមានតែការរួមគ្នាដោះស្រាយដោយសន្តិវិធីនោះភាពធន់របស់វិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ស្បែកជើងនិងកាបូបក៏ដូចជាសម្ភារៈធ្វើដំណើរវារលូនទៅបានសម្រាប់ភាគីអ្នកវិនិយោគរបស់យើងគឺថាចាំបាច់ណាស់គឺថាត្រូវតែបន្តការយកចិត្តទុកដាក់ទៅលើលក្ខខណ្ឌការងារសុខុមាលភាពរបស់បងប្អូនកម្មកររបស់យើងក៏ដូចជាការពង្រឹងនៅកម្រិតជំនាញនិងសមត្ថភាពផលិតដែលយើងហៅថាផលិតភាពរបស់បងប្អូនកម្មកររបស់យើងគោលដៅនៃការបង្កើតការងារសមរម្យជូនបងប្អូនកម្មករនយោជិតគឺជាបេសកកម្មចម្បងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបាននឹងកំពុងធានាឲ្យបាននូវការការពារសិទ្ធិនិងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនយោជិតរួមទាំងការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តទៅកាន់បុគ្គលស្វ័យនិយោជនិងអ្នកក្នុងបន្ទុកសមាជិកបសសកម្មករនយោជិតមានសេចក្តីរីករាយប្រកបដោយក្តីសង្ឃឹមពីរបបសន្តិសុខសង្គមដែលបេឡាជាតិសន្តិសុខសង្គមបានផ្ដល់សេវាយ៉ាងល្អដើម្បីផ្ដល់ភាពកក់ក្ដៅនិងស្ថិរភាពជីវភាពជូនបងប្អូនគ្រប់ពេលវេលាចំណែកការកសាងទីរូបដ្ឋានសហគ្រាសក៏បានបន្តជំរុញការលើកទឹកចិត្តប៉ុន្តែក៏ផ្ដល់ភាពបត់បែនដល់រោងចក្រនិងកម្មករនយោជិតជាអ្នកជ្រើសរើស
នៅតាមរោងចក្រដែលមិនបានរៀបចំទីរូបដ្ឋាននយោជកបានផ្ដល់ជាប្រាក់ឧបត្ថម្ភប្រចាំខែដល់កម្មការនីទៅតាមការឯកភាពគ្នាដើម្បីដាក់កូនចៅនៅតាមទីរូបដ្ឋានសហគមន៍ដែលជាគម្រោងមួយក្រោមកិច្ចសហការរវាងក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងក្រសួងអប់រំយុវជននិងកីឡាក្នុងការអភិវឌ្ឍធនធានមនុស្សដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនិងការវិវត្តនៃបច្ចេកវិទ្យាក្រសួងបានបន្តជំរុញការអនុវត្តយ៉ាងជោគជ័យនៅគោលនយោបាយជាតិស្តីពីការអប់រំបណ្ដុំបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ TVET រួមទាំងការវិធីថ្នាក់ជាតិស្តីពីការបណ្ដុំបណ្ដាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ 1.5 លាននាក់គឺជាគំនិតផ្ដួចផ្ដើមដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី7យុវជនម្នាក់ត្រូវមានជំនាញយ៉ាងតិចមួយដើម្បីកសាងកម្លាំងពលកម្មជំនាញនិងកាត់បន្ថយភាពក្រីក្រដោយឈលលើអភិក្រមរបស់សម្ដេចធិបតីរៀនឲ្យចប់ឲ្យចេះឲ្យមានការងារទាំងអស់ហ្នឹងដែលយើងអាចនឹងកសាងនៅបរិយាកាសមួយការងារសម្រាប់ប្រទេសកម្ពុជាយើងដែលមានការគោរពសិទ្ធិគ្នាទៅវិញទៅមកដែលមានការរួមគ្នាធ្វើការដោះស្រាយបញ្ហាផ្សេងៗហើយនឹងធ្វើការសម្រេចចិត្តក៏ដូចជារួមគ្នាអនុវត្តនៅគោលនយោបាយនិងលិខិតបទដ្ឋាននានាទាក់ទងនឹងវិស័យការងារគឺជាចំណុចមួយដែលយើងឃើញថាល្អគឺមាននយោជកមានក្រសួងក៏ដូចជាមានខាងកម្មករអញ្ចឹងយើងមានវេទិកាផ្សេងទៀតធ្វើឲ្យមានភាពធន់នៅក្នុងការធានាឲ្យមានកិច្ចការសមរម្យនិងជីវភាពល្អដល់កម្មករការធានានៅលក្ខខណ្ឌការងារល្អនិងសុវត្ថិភាពសុខភាពការងារគឺជាសសរស្តម្ភដ៏សំខាន់ក្នុងការលើកកម្ពស់ផលិតភាពជាតិនិងការការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតយោងតាមច្បាប់ស្តីពីការងារនិងបទដ្ឋានការងារអន្តរជាតិជាពិសេសអនុលោមតាមអនុសញ្ញាអន្តរជាតិខាងការងារលេខ115និងលេខ187ការកសាងបរិយាកាសការងារដែលរឹងមាំនិងមានភាពធន់មិនត្រឹមតែការពារអាយុជីវិតកម្មករនិយោជិតប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកត្តាទាក់ទាញវិនិយោគិននិងការលើកកម្ពស់កិត្យានុភាពនៃវិស័យផលិតកម្មរបស់កម្ពុជាលើឆាកអន្តរជាតិផងដែរនៅទីនេះយើងដូចជាក្រុមគ្រួសារតែមួយចឹងសប្បាយមែនតើបាទតាំងពីថ្នាក់លើជនជាតិជប៉ុនរហូតដល់ថ្នាក់ក្រោមជាកម្មករយើងនិយាយឲ្យស្រួលស្ដាប់ណាបាទស្រឡាញ់គ្នារាប់អានគ្នាដូចជាបងប្អូនបង្កើតចឹងហើយរត់ទាំងរដ្ឋបាលទាំងគណៈនៃទាំងអីផ្សេងអាចប្រស្រ័យតាក់ទងគ្នាផ្ដល់ព័ត៌មានអីគឺថាដូចជាគ្រួសារតែមួយចឹងបាទថ្ងៃនេះផងដែរក៏យើងរៀបចំមិនថារីករាយចូលឆ្នាំខ្មែរហើយយើងមានរៀបចំជាទិវាពលកម្មអន្តរជាតិ1ឧសភាចាកម្មវិធីថ្ងៃនេះគឺការខិតខំប្រឹងប្រែងរបស់យើងពេញមួយឆ្នាំគឺដើម្បីឲ្យកម្មករនិយោជិតយើងបានសប្បាយរីករាយក្នុងថ្ងៃនេះសុវត្ថិភាពនិងផាសុកភាពក្នុងការធ្វើដំណើរមកធ្វើការរបស់បងប្អូនកម្មករនិយោជិតតាមរយៈការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតត្រូវបានធ្វើឡើងដោយរក្សានូវអត្ថប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធអ្នកមានរថយន្តចាស់នឹងទទួលបានការលើកទឹកចិត្តនិងប្រាក់ឧបត្ថម្ភដើម្បីបំពាក់កៅអីអង្គុយនៅលើរថយន្តសម្រាប់ម្ចាស់រថយន្តដែលមានបំណងផ្លាស់ប្តូររថយន្តថ្មីក្រសួងការងារបាននឹងកំពុងសហការជាមួយក្រុមហ៊ុនផ្លូវរថយន្តអគ្គិសនីនិងស្ថាប័នហិរញ្ញវត្ថុនិងធនាគារដែលអាចផ្ដល់កម្ចីក្នុងអត្រាការប្រាក់សមរម្យសម្រួលដល់ដំណើរការផ្លាស់ប្តូររថយន្តថ្មីកម្ពុជាបាននឹងកំពុងសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិខាងការងារអនុវត្តគម្រោងការងារសមរម្យសម្រាប់ប្រទេសកម្ពុជា DWCP ចំនួន6ដំណាក់កាលរួចមកហើយក្នុងការធានាថារាល់ការងារទាំងអស់មិនត្រឹមតែផ្ដល់នូវប្រាក់ចំណូលប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានផ្ដល់នូវសេចក្តីថ្លៃថ្នូរនិងយុត្តិធម៌សង្គមផងដែរសសរស្តម្ភទាំង4នៃការងារសមរម្យដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់អនុវត្តគឺការលើកកម្ពស់ឱកាសការងារការធានាសិទ្ធិនៅកន្លែងធ្វើការពង្រីកការគាំពារសង្គមនិងការលើកកម្ពស់កិច្ចសន្ទនាសង្គមរាជរដ្ឋាភិបាលបានបដិញ្ញាក្នុងការការពារសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈដែលបានបញ្ចូលខ្លឹមសារនៃអនុសញ្ញា87សេរីភាពសមាគមនិងការការពារសិទ្ធិបង្កើតសមាគមនិងអនុសញ្ញាលេខ98សិទ្ធិបង្កើតសមាគមនិងការចរចាជាសមូហភាពទៅក្នុងរដ្ឋធម្មនុញ្ញច្បាប់ស្តីពីការងារនិងច្បាប់ស្តីពីសហជីពវត្តមានសហជីពរាប់ពាន់នៅកម្ពុជាដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មគឺជាសក្ខីភាពមិនអាចប្រកែកបាននៃសេរីភាពសមាគមកម្មករនិយោជិតមានសិទ្ធិពេញលេញក្នុងការបង្កើតនិងចូលរួមឬមិនចូលរួមសហជីពដើម្បីការពារផលប្រយោជន៍របស់ខ្លួនដោយគ្មានការបង្ខិតបង្ខំ
ទន្ទឹមនេះក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអបបរមាដែលជាយន្តការត្រីភាគីគំរូក្នុងការអនុវត្តសិទ្ធិចរចាជាសមរភាពអនុសញ្ញាលេខ98គណៈក្រុមប្រឹក្សាអាជ្ញាកណ្ដាលបានបន្តដើរតួនាទីសំខាន់ក្នុងការផ្ដល់យុត្តិធម៌ការងារប្រកបដោយភាពជឿជាក់ដល់គ្រប់ភាគីជាមោទនភាពកម្ពុជាគឺជាប្រទេសដំបូងគេដែលភ្ជាប់លក្ខខណ្ឌការងារទៅនឹងពាណិជ្ជកម្មអន្តរជាតិក្នុងនោះកម្មវិធីរោងចក្រកាន់តែប្រសើរនៅកម្ពុជាជួយតាមដានត្រួតពិនិត្យការអនុវត្តច្បាប់ការងារនិងសិទ្ធិសេរីភាពសហជីពដែលជួយឲ្យព្រះរាជាណាចក្រកម្ពុជាអាចនាំចេញទៅកាន់ទីផ្សារអាមេរិកនិងអឺរ៉ុបដោយទំនុកចិត្តទោះជាមានវឌ្ឍនភាពយ៉ាងនេះក្តីកម្ពុជានៅតែបន្តយកចិត្តទុកដាក់បង្កើនការយល់ដឹងដល់ម្ចាស់សហគ្រាសអំពីសិទ្ធិរបស់សហជីពដើម្បីកាត់បន្ថយជម្លោះការកែលម្អប្រព័ន្ធយុត្តិធម៌ការងារឲ្យកាន់តែមានប្រសិទ្ធភាពនិងរហ័សព្រមទាំងការបន្តពង្រឹងកិច្ចសន្ទនាសង្គមនិងយន្តការត្រីភាគីបន្ថែមលើនេះក៏មានការបើកចំហចំពោះការចូលរួមចំណែកពីគ្រប់ដៃគូពាក់ព័ន្ធការផ្ដល់អនុសាសន៍ពីដៃគូសង្គមនិងដៃគូអន្តរជាតិដូច្នេះការរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យដែលជាប្រធានបទក្នុងឆ្នាំ2026គឺជាទស្សនៈទានដ៏មានសារៈសំខាន់ក្នុងបរិបទសេដ្ឋកិច្ចនិងសង្គមបច្ចុប្បន្នសម្រាប់វិស័យការងារដែលក្នុងនោះទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធត្រូវចូលរួមកាន់តែសកម្មហើយតាមរយៈសមិទ្ធផលនានាដែលកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្នព្រមជាមួយនឹងការបដិញ្ញាចិត្តរួមគ្នាទោះជាស្ថិតក្នុងកាលៈទេសៈប្រឈមបញ្ហាជាសកលក្តីកម្ពុជានៅតែមានសុទិដ្ឋិនិយមថាការលើកកម្ពស់និងបង្កើនផលិតភាពប្រាក់ចំណូលការគោរពសិទ្ធិសេរីភាពសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការនិងគ្មានការរើសអើងនឹងនាំកម្ពុជាទទួលបាននូវវឌ្ឍនភាពថ្មីថែមទៀតក្នុងពេលអនាគតអបអសាទរទិវាពលកម្មអន្តរជាតិ1ឧសភាក្រោមប្រធានបទរួមគ្នាកសាងភាពធន់ដើម្បីការងារសមរម្យ